ព្រឹកព្រលឹមថ្ងៃបន្ទាប់ស្រាប់តែមានអ្នករាយការណ៍នៅមុខទ្វារថាគួយហ្វីសិនយាងមកដល់ហើយទ្រង់គឺជាម្ដាយមីងរបស់សិនចៅជាស្ត្រីសំណប់របស់ព្រះចៅអធិរាជនីពេលបច្ចុប្បន្នហើយក៏ជាស្ត្រីដែលមានអំណាចបំផុតមួយរូបក្នុងវាំងក្រោយដែរខ្ញុំទម្លាក់សៀវភៅក្នុងដៃចុះលូតសាច់ចំអកក្នុងចិត្តបៃលុនពិតជាមានល្បិចមែនរហូតដល់ទៅហៅតបជំនួយពីក្នុងវាំងមកសិនចៅពិតជាចិញ្ចឹមបានកូនល្អមែនខ្ញុំបានចូលគាល់គួយហ្វីនៅសាលធំទ្រង់ក្រុងសម្លៀកបំពាក់នឹងគ្រឿងអលង្ការយ៉ាងប្រណីតស្រស់ស្អាតឥតខ្ចោះប៉ុន្តែក្រសែភ្នែកបែរជាក្រអឺតក្រទង់ខ្ពស់កប់ពុកមើលទៅក៏ដឹងថាមកទាំងចិត្តណាមិនល្អដោយការគិតមែនគ្រាន់តែអង្គុយចុះភ្លាមទ្រង់ក៏មានបន្ទូលដោយចិត្តនេះអាក្រក់ថាបើតាមច្បាប់ទម្លាប់យើងធ្វើដំណើរមកពីឆ្ងាយនាងជាភរិយាធំមិនគួរលើកតែមួយពេញមកថ្វាយយើងទេខ្ញុំដឹងថាទ្រង់មានចិត្តណាមិនល្អតែនៅតែបញ្ជាឲ្យគេយកប្រដាប់ឆុងតែមកហើយឆុងតែដោយផ្ទាល់ដៃលើកទៅថ្វាយទ្រង់ទូបង្គំសូមក្រាបថ្វាយបង្គំព្រះនាងប៉ុន្តែទ្រង់មិនទាំងមើលមកផងគ្រាន់តែយកប៉ាន់តែដោយយឺតហើយចាក់តម្រង់មកពេញតែក្នុងដៃខ្ញុំរហូតដល់កំពុកទឹកតែក្តៅបានខ្ទាតមកលើដៃខ្ញុំជឿដូចជំចូលចាក់តែទ្រង់បែរជាធ្វើដូចមិនឃើញថែមទាំងចាក់បណ្ដាសាច់បណ្ដាតាមច្បាប់ទម្លាប់យើងធ្វើដំណើរមកពីឆ្ងាយនាងជាភរិយាធំមិនគួរលើកតែមួយពេញមកថ្វាយយើងទេថានាងជាម្ដាយចិញ្ចឹមរបស់សិនលៀនដែលជាបាក់ពូយ៉ានទ្រង់ងើបមុខមើលខ្ញុំទឹកដុំសម្លេងលីលំការមើងងាយពិតជាអំណាចធំមែនទឹកតែក្តៅបានហូរហៀចេញពីពេងខ្ញុំត្រូវរលាករហូតញ័រដៃពេងតែធ្លាក់បែកខ្ទេចនៅលើឥដ្ឋអំបញ្ញសេរ៉ាមិកទៀតដូចព្រួញភ្លាមគួយហ្វីសិនដាក់បានតែចុះស្នាមញឹមលើផ្ទៃមុខបាត់ទៅភ្លាមជំនួសមកវិញនៅកែវភ្នែកដ៏សាហាវយំខ្នងក្មួយស្រីរបស់យើងក៏នាងសាក់សមនឹងដាក់ទូដែរសម្លេងតែកំភ្លៀងបន្លឺឡើងពេញសាលធំខ្ញុំផ្ទុកមុខមានអារម្មណ៍ថាត្រជាក់ហឹងស្រីអ្នកស្រែចម្ការម្នាក់គិតថាខ្លួនឯងជាស្អីហ៊ានមកតាំងខ្លួនជាភរិយាធំនៅចំពោះមុខយើងឈាមបានហូរចេញពីជ្រុងមាត់ខ្ញុំចុងរៀមដៃក្តាប់រហូតដល់ស្លេកហើយខ្ញុំតបទៅវិញដោយមិនអន់ក្បាលថាឌូសិនចៅទទួលទោសមានហេតុផលត្រឹមត្រូវទាំងអស់ទោះបីជាព្រះរាជាយាងមកកាត់ក្តីផ្ទាល់ក៏នៅតែដាក់ទោសនាងបែបនេះដែរគួយហ្វីសិនសើចចំអកមួយម៉ាត់នាងធ្វើអ្វីក៏មិនដល់វេននាងឯងមកចាត់ចែងដែរថ្ងៃនេះយើងទុកពាក្យនៅទីនេះហើយបើនាងឯងចេះគិតចូលប្រកួតតំណែងភរិយាធំទៅឲ្យសិនចៅវិញដោយស្រួលទៅហើយក្រាបសំពះសុំទោសនាងផ្ទាល់បើមិនដូច្នេះទេយើងមាន100វិធីធ្វើឲ្យនាងរស់នៅមិនស្មើនឹងស្លាប់ទេស្ត្រីម្នាក់នេះក្រអឹតក្រទមបែបនេះមិនមែនគ្មានហេតុផលទេទ្រង់គឺជាស្ត្រីសំណប់របស់ព្រះរាជាធ្លាប់តែបានគេតាមចិត្តក្នុងវាំងសូម្បីតែសិនលៀនដែលមានអំណាចពេញនគរក៏ត្រូវញើសទ្រង់បីចំណែកដែរប្រសិនបើទ្រង់ចាក់រុកមែនមិនត្រឹមតែខ្ញុំជួបគ្រោះថ្នាក់ទេសូម្បីតែសិនលៀនក្នុងវាំងក៏ត្រូវជាប់ពាក់ព័ន្ធដែរខ្ញុំក្តាប់ដៃឲ្យយ៉ាងណែនសង្កត់កំហឹងដែលកំពុងឆេះឈួរក្នុងចិត្តគួយហ្វីសិនកាន់តែបានចិត្តបន្ទាបប្រស័យភ្នែកមើលមកខ្ញុំហើយមានបន្ទូលថាយ៉ាងម៉េចខ្លាចហើយឬនាងទោះជាពេញតែបែកដែលត្រកូលពេកបោះចោលអញ្ចឹងបែកទៅហើយនៅគិតថាខ្លួនឯងអាចត្រឡប់ដូចដើមវិញបានកុំថាឡើយយើងអត់មេត្តាថ្ងៃនេះយើងនឹងឲ្យឱកាសនាងម្ដងឲ្យតែនាងអាចយកដៃគុំអំបញ្ញពេញតែនេះឲ្យបានល្អវិញយើងនឹងមានចិត្តទូលាយមិនប្រកាន់ខឹងនឹងនាងទេទ្រង់ឈប់បន្តិចហើយបដូរសម្លេងយ៉ាងត្រជាក់បើគុំមិនបានទេកូនចិញ្ចឹមនាងសិនលៀននោះនឹងត្រូវទទួលគ្រោះជំនួសនាងខ្ញុំសម្លឹងមើលអំបញ្ញសេរ៉ាមិកនៅលើដីក្រចកដៃចុចមុតជ្រៅក្នុងបាតដៃស្ត្រីទោះជាទន់ខ្សោយតែខ្លាចជាម្ដាយត្រូវតែរឹងមាំបើត្រឹមតែខ្លួនខ្ញុំម្នាក់ឯងខ្ញុំច្បាស់ជាហ៊ានបដូរជីវិតប្រយុទ្ធស្លាប់រស់ជាមួយស្ត្រីម្នាក់នេះតែពេលនេះដើម្បីកូនខ្ញុំមិនអាចតសម្ដីជាមួយទ្រង់នេះទេខ្ញុំដកដង្ហើមធំលោកដៃទៅរើអំបញ្ញសេរ៉ាមិកនៅលើដីអំបញ្ញមុតស្រួចបានអានមុតចុងរៀមដៃឈាមក៏ហូរចេញមកភ្លាមស្រក់តក់លើអំបញ្ញសេរ៉ាមិកប្រៀបដូចការអង្គាសសិលធ្លាក់លើព្រើប្រាំទាំង10ចុកបេះដូងការឈឺចាប់ពីចុងរៀមដៃធ្វើឲ្យខ្ញុំញ័រខ្លួនព្រៃលុនឈោមើលពីចំហៀងលួចញឹមចំអកនៅចុងមាត់គិស្ត្រីចិត្តអាក្រក់ការនាងវីម្ដាយខ្ញុំនាងធ្លាប់គិតទេថានឹងមានថ្ងៃនេះដៃខ្ញុំញ័រកាន់តែខ្លាំងតែនៅតែខំថ្មិញយកអំបញ្ញចុងក្រោយមកគុំជាពេញតែពេញលេញមួយគួយហ្វីសិនក្រេបតែយឺតស្រាប់តែសើចឡើងនៅមិនទាន់ចប់ទេទ្រង់លើកជើងជន់វាបែកខ្ទេចម្ដងទៀតលឺសូរក្រាំងអំបញ្ញខ្ចាយពេញដីទ្រង់ពេញចិត្តនឹងមើលសភាពវេទនារបស់ខ្ញុំក៏ចាប់ដៃខ្ញុំសង្កត់ទប់ទៅលើអំបញ្ញស្រួចលើដីស្រីអ្នកស្រែចម្ការមិនស្គាល់ខ្ពស់ទាបថ្ងៃនេះយើងនឹងបំបាក់ដៃនាងឯងមនុស្សគ្រប់គ្នាងាកមើលព្រមគ្នាឃើញតែមន្ត្រីស្ត្រីវ័យក្មេងម្នាក់ដើរចូលមកយ៉ាងលឿនពីក្រោយមានទាហានយាមពីជួរគ្រាន់តែក្រឡេកមើលមួយផ្លែតនាងឃើញដៃខ្ញុំពោពេញដោយឈាមនាងបដូរទឹកមុខភ្លាមលោកម្ដាយគួយហ្វីភ្ញាក់អោមួយផ្លែតស្ត្រីពោពេញដោយភាពអង់អាចនៅចំពោះមុខនេះគឺជាមន្ត្រីស្ត្រីដែលមានអំណាចបំផុតនៅចំពោះព្រះភ័ក្ត្រព្រះរាជាសៀវជីនក៏ជាកូនស្រីរបស់ខ្ញុំដែរនាងក្តាប់ដៃខ្ញុំយ៉ាងជាប់សម្លឹងមើលមុខរបួសគួរឲ្យខ្លាចទាំងនោះរង្វង់ភ្នែកឡើងក្រហមបន្តិចពិតជាក្តីស្រឡាញ់ម្ដាយកូនមែនធ្លាប់តែថាមន្ត្រីសៀវមានម្ដាយចិញ្ចឹមម្នាក់មិននឹកស្មានថាជានាងសោះសៀវជីនក្រោកឈរសម្លឹងមើលគួយហ្វីសិនកែវភ្នែកមុតស្រួចដូចកាំបិតព្រះនាងគួយហ្វីហេតុអ្វីបានជាបង្ខិតបង្ខំដល់ថ្នាក់នេះគួយហ្វីសិនបញ្ចេញសម្លេងហឺនាងនេះប្រមាថយើងជាគួយហ្វីដ៏ខ្ពង់ខ្ពស់មិនអាចប្រដៅនាងបានទេស្រីអ្នកស្រែដែលមិនស្គាល់នេះទ្រង់សម្លឹងមើលសៀវជីនពីលើដល់ក្រោមហើយបញ្ចេញសម្លេងផ្លែតកោយ៉ាងម៉េចឬមួយក៏មន្ត្រីសៀវដោយសារទំនាក់ទំនងជាមួយនាងចង់កាន់ជើងគ្នាសៀវជីនក្តាប់ដៃណែនលឺសូរក្រឹបពីសន្លាក់ដៃខ្ញុំឃើញច្បាស់ថាក្នុងកែវភ្នែកនាងមានចិត្តណាសម្លាប់តែនាងប្រញាប់សង្កត់វាចុះវិញក្មេងម្នាក់នេះខ្ញុំចិញ្ចឹមតាំងពីតូចជាមនុស្សដែលសងសឹកមិនបន្ធូរដៃទេតែពេលលៀងបែកជាបញ្ចេញភាពនឹងនោមមិនធម្មតាសៀវជីនដកដង្ហើមធំស្នាមញឹមចំអកលេចលើចុងមាត់បើព្រះនាងមានបន្ទូលបែបនេះហើយទូបង្គំនឹងចាត់ការតាមច្បាប់យោងតាមច្បាប់រាជវង្សស្នំដែលចេញក្រៅវាំងសួរសុខទុក្ខសាច់ញាតិឬឆ្លងកាត់នីតិវិធី6ដំណាក់កាលនៅក្រសួងពេជ្រតែបានផ្លាក់សញ្ញាទើបអាចចេញបាននាងងើបមុខសម្លឹងមើលគួយហ្វីសិនមិនដឹងថាព្រះនាងមានផ្លាក់សញ្ញាទេទឹកមុខរបស់គួយហ្វីសិនទាំងមួយរំពេចកែវភ្នែកបង្ហាញភាពភ័យស្លន់ស្លោបន្តិចទ្រង់តែងតែអាងអំណាចក្នុងវាំងដោយគ្មានអ្នកណាហ៊ានប៉ះពាល់មានឯណាទៅខាត់ពេលធ្វើនីតិវិធីអ្វីនោះសៀវជីនបន្តរត់ទៅមុខសម្លេងកាន់តែត្រជាក់ព្រះរាជាប្រទានអំណាចត្រួតពិនិត្យឲ្យទូបង្គំទទួលខុសត្រូវត្រួតពិនិត្យមន្ត្រីនិងស្នំទាំងអស់បើព្រះនាងចង់ចាត់ការតាមច្បាប់ទូបង្គំនឹងធ្វើតាមច្បាប់ចេញក្រៅវាំងដោយគ្មានផ្លាកសញ្ញាតើព្រះនាងជ្រាបទេថាត្រូវទទួលទោសអ្វីគួយហ្វីសិនត្រូវគេគៀបដល់ជញ្ជាំងមុខប្រែជាស្លេកស្លាំងហើយបញ្ចេញកំហឹងសម្លុតសៀវជីនថាឯងចង់ទោសនឹងយើងឬសម្លេងរបស់ទ្រង់ស្រួចឆ្អឹងត្រជាក់តែអ្នកណាក៏មើលដឹងថានោះគ្រាន់តែជាការខ្លាញ់ធ្វើជាខ្លាំងតែប៉ុណ្ណោះសៀវជីនបែរជាមិនក្រអឹកក្រទុំហើយក៏មិនទៅវិញយ៉ាងស្រាលថាទូបង្គំចុះបើទូបង្គំចង់ទោសនឹងព្រះនាងមែននោះឯងពិតជាខ្លាំងធំមែន
យើងនឹងដកតំណែងឯងចោលតែខ្ញុំស្គាល់ចរិតស៊ីវជីនច្បាស់ណាស់ក្មេងម្នាក់នេះធ្លាប់តែទន់មិនព្រមរឹងការគំរាមរបស់គួយហ្វីមិនត្រឹមតែមិនធ្វើឲ្យនាងថយទេតែរឹតតែធ្វើឲ្យនាងខឹងដោយការគិតមែននាងឈានទៅមុខកន្លះជំហានដោយមិនក្រអឺតក្រទុំហើយក៏មិនបន្ទាបខ្លួននាងកំពុងគំរាមទូបង្គំតំណែងរបស់ទូបង្គំគឺព្រះរាជាប្រទានផ្ទាល់ក្រៅពីព្រះរាជាគ្មានអ្នកណាអាចដកតំណែងទូបង្គំបានទេបើព្រះនាងចង់ដកតំណែងទូបង្គំសូមសេចក្តីសម្រេចពីព្រះរាជាសិនទៅរួចចាំឲ្យក្រសួងមន្ត្រីទម្លាក់ប័ណ្ណបញ្ជាមកគួយហ្វីសម្លឹងមើលស៊ីវជីនយ៉ាងខឹងសម្បាក្តាប់ម្រាមដៃរហូតដល់ស្លេកសម្រាប់មនុស្សដែលចូលចិត្តធ្វើបាបអ្នកខ្សោយខ្លាចអ្នកខ្លាំងដូចទ្រង់អ្វីដែលខ្លាចបំផុតគឺមនុស្សកាច់ដូចស៊ីវជីននេះឯងព្រះនាងថៃហៅប៉ុន្មានថ្ងៃនេះតែងហៅទូបង្គំទៅលេងអុកជាមួយប្រសិនបើទូបង្គំច្រឡំមាត់និយាយចេញមកហើយថៃហៅសួរនាំខ្លាចតែពិបាកដោះស្រាយទេនៅក្នុងវាំងក្រោយបើធ្វើឲ្យថៃហៅខ្ញោទូមានការការពារពីព្រះរាជាក៏ជិះមិនផុតពីការទទួលទោសដែរទ្រង់ក្តាប់បន្សែងក្នុងដៃយ៉ាងណែនទឹកមុខផ្លាស់ប្ដូរជាច្រើនដងអញពិតជាខ្លាំងមែនតោះយើងទៅតែស៊ីវជីនបែរជាមករ៉ាំងនៅពីមុខសើចចំអកមួយម៉ាត់ហើយនិយាយថាព្រះនាងដូចជាភ្លេចអ្វីម្យ៉ាងហើយធ្វើឲ្យម្ដាយទូបង្គំរបួសចង់ដើរចេញទៅងីបែបនេះឬធ្វើម៉េចមានរឿងងីបែបនេះចុះអញចង់យ៉ាងម៉េចក្រសែភ្នែករបស់ស៊ីវជីនធ្លាក់មកលើដៃខ្ញុំសំឡេងក៏ត្រជាក់បន្តិចប្រកាសណាស់សងសឹកដោយវិធីដូចគ្នាការជិះចាប់ដែលម្ដាយទូបង្គំរងទុកសូមព្រះនាងសាកល្បងមើលថាវាជាប៉ុណ្ណាមុខរបស់គួយហ្វីសិនស្លេកស្លាំងភ្លាមដកថយក្រោយកន្លះជំហានសំឡេងកំពុងញ័រឯងហ៊ានយើងគឺជាគួយហ្វីណាតែស៊ីវជីនមិនរវល់ទាញកាំបិតក្លេចេញពីដៃអាវតាចូលទៅរកគួយហ្វីម្ដងមួយជំហានរហូតដល់ទ្រង់អស់ផ្លូវថយហេតុអ្វីមិនហ៊ានបន្ទាប់មកស៊ីវជីនក៏ហុចកាំបិតក្លេមកខ្ញុំក៏ចាត់ការយ៉ាងម៉េចសូមលោកម្ដាយសម្រេចចុះខ្ញុំទទួលយកកាំបិតកាន់ក្នុងដៃយ៉ាងធ្ងន់ត្រជាក់ស្រេងយើងជាគួយហ្វីកុំចូលមកខ្ញុំដើរទៅមុខគួយហ្វីលើកកាំបិតឡើងខ្ពស់ពន្លឺកាំបិតចាំងលើមុខដែលកំពុងភ័យខ្លាចយ៉ាងខ្លាំងរបស់ទ្រង់មួយសន្ទុះក្រោយមកក្នុងបន្ទប់បន្លឺសំឡេងស្រែកយ៉ាងឈឺចាប់ស៊ីវជីនទុកទីហ៊ានឲ្យរងចាំនៅក្រៅភូមិគ្រឹះឯខ្លួននាងលុតជង្គង់នៅចំពោះមុខខ្ញុំរំរបួសលើដៃខ្ញុំយ៉ាងប្រុងប្រយ័ត្នលោកម្ដាយចិត្តទន់ពេកហើយស្ត្រីនោះសំតែទទួលទោសបើជាកូនវិញច្បាស់ជាកាត់ដៃនាងចោលហើយហេតុអ្វីបានជាលោកម្ដាយបោះកាំបិតចោលនៅនាទីចុងក្រោយខ្ញុំមើលការខឹងសម្បាររបស់នាងស្រាប់តែមានអារម្មណ៍កក់ក្ដៅក្នុងចិត្តនាងនៅតែដូចកាលពីក្មេងមិនអាចទ្រាំមើលខ្ញុំត្រូវគេធ្វើបាបយ៉ាងណាក៏ទ្រង់ជាគួយហ្វេវីឆ្កែត្រូវមើលមុខម្ចាស់សងសឹកដោយប្រើវិធីដូចគ្នាគ្រាន់តែធ្វើឲ្យប្រឡាក់ដៃខ្លួនឯងទេម្យ៉ាងទៀតខ្ញុំចាប់ដៃនាងស្នាមញឹមចំអកលេចលើចុងមាត់ម្ដាយនៅមានកាដូធំមួយសម្រាប់ពួកគេទៀតល្បឿនរបស់ឆ្មាំអោព្រៃលឿនជាងខ្ញុំគិតទៅទៀតមិនដល់3ថ្ងៃផងសៀវភៅមួយក្បាលក្រាស់ត្រូវបានដាក់នៅចំពោះមុខខ្ញុំក្នុងនោះក៏ត្រាយ៉ាងច្បាស់ថាប៉ុន្មានឆ្នាំនេះគួយហ្វីសិនបានប្រើឈ្មោះជាការប្រទានរង្វាន់ដើម្បីលួចបញ្ជូនគ្រឿងអលង្ការក្នុងវាំងជាបន្តបន្ទាប់មកកាន់ប្រកបពេលយ៉ាងដូចម្ដេចនេះគឺជាលទ្ធផលចៃដន្យនៅពេលស៊ើបអង្កេតការចំណាយរបស់សិនចៅមិននឹកស្មានថាអាចប្រើការបាននៅពេលនេះសោះប្រៀបធៀបនឹងការសងសឹកលើរាងកាយទីត្រង់ទម្លាក់ពីតំណែងខ្ពស់ឲ្យបែកតិចៗទើបអាចបំបត្តិកំហឹងខ្ញុំបានខ្ញុំបានចងក្រងភស្តុតាងទាំងនេះជាសៀវភៅហើយបញ្ជូនមនុស្សឲ្យយកទៅថ្វាយថៃហៅខ្ញៅយ៉ាងខ្លាំងខឹងរហូតគប់ពេញតែបែកពេញដីទ្រង់មើលមិនចូលភ្នែកនឹងភាពស៊ីវិល័យរបស់គួយហ្វីសិនយូរមកហើយគ្រាន់តែគ្មានភស្តុតាងពេលនេះភស្តុតាងច្បាស់លាស់ហើយទ្រង់ទ្រាំយ៉ាងម៉េចបានថ្ងៃបន្ទាប់មានមន្ត្រីខន្តីមកពីក្នុងវាំងដើម្បីនាំរាជសារមិននិយាយច្រើនក៏ដើរត្រង់ទៅភូមិគ្រីស្ទត្រកូលពេកភ្លាមមនុស្សគ្រប់គ្នានៅក្នុងភូមិគ្រីស្ទបានលុតជង្គង់ដល់ដីបីតែដកដង្ហើមធំក៏មិនហ៊ានផងព្រះរាជក្រឹត្យរបស់ថៃហៅសឿនចៅមានអាកប្បកិរិយាអាក្រក់លោកភ្លុនគ្មានទីបញ្ចប់បញ្ជាឲ្យភ័យស៊ីវលេងលះនិងបណ្ដេញនាងចេញពីផ្ទះភ្លាមផ្ទៃមុខរបស់សឿនចៅប្រែជាស្លេកស្លាំងគ្មានឈាមដងខ្លួនក៏ទន់ទេះដួលទៅលើដីទឹកមុខរបស់ភ័យស៊ីវប្រែជាស្លេកមួយរំពេចក្នុងក្រសែភ្នែកមានការស្ទាក់ស្ទើរបន្តិចតែក៏បានត្រឹមតែមួយសន្ទុះប៉ុណ្ណោះនៅចំពោះមុខមន្ត្រីខន្តីគេបានប្រកល់លិខិតលេងលះទៅឲ្យសឿនចៅផ្ទាល់ដៃចុះហត្ថលេខាលើលិខិតលេងលះនេះទៅដើម្បីប្រកល់ភ័យហើយក៏ដើម្បីលន់ឲ្យដែរខ្ញុំមើលទិដ្ឋភាពនេះពីចំហៀងក្នុងចិត្តមានអារម្មណ៍ច្របូកច្របល់ដើម្បីកូនដើម្បីគ្រូសាភ័យអ្វីដែលគេបាននិយាយទៅកាន់សឿនចៅគឺដូចគ្នាទាំងស្រុងទៅនឹងអ្វីដែលគេធ្លាប់និយាយមកកាន់ខ្ញុំពេលនេះធ្លាក់មកដល់វេនសឿនចៅម្ដងក៏ចាត់ទុកថាកម្មពៀមានពិតមែននាងសម្លឹងមើលលិខិតលេងលះនោះទឹកភ្នែកហូរស្រក់ចុះមកដូចជាគ្រាប់គុជដាច់ខ្សែអ៊ូដើមនិយាយមិនចេញសំបីមួយម៉ាត់សំបីតែមន្ត្រីខន្តីក៏មើលលេងចូលភ្នែកក៏បញ្ចេញវិចារឌឺដងថាលោកម្ចាស់ភ័យពិតជាស្គាល់កាលៈទេសៈមែនមនុស្សសិនចេតនាប្តីប្រពន្ធ8ឆ្នាំកាត់ផ្ដាច់ដោយមិនស្ទាក់ស្ទើរតតែសោះពេលអ្នករាជវាំងចេញផុតទៅភ័យលន់ខឹងសម្បាយ៉ាងខ្លាំងចង្អុលមុខខ្ញុំចង់ស្រែកជាតិថាគឺមកពីនាងហើយទើបធ្វើឲ្យត្រកូលភ័យធ្លាក់ដល់ថ្នាក់នេះនាងមនុស្សស្រីចិត្តអាក្រក់ដូចពូវែកនិយាយមិនទាន់ចប់ផងភ័យស៊ីវក៏តែកំភ្លៀងមួយទំហឹងបញ្ឈប់សម្ដីគេភ្លាមពិតមកទៅនៅមើលស្ថានភាពមិនយោទៀតឬពេលលៀងធ្លាក់ខ្លួនខូចឈ្មោះអស់ហើយបើនៅមិនកាប់ដាច់ទំនាក់ទំនងជាមួយនាងទៀតត្រកូលភ័យនិងអនាគតឯងច្បាស់ជាវិនិច្ឆ័យមិនខានសឿនចៅត្រូវគេបង្ខំឲ្យចុះហត្ថលេខាលើលិខិតលេងលះនិងត្រូវគេបណ្ដេញចេញពីភូមិគ្រីស្ទភ័យពេលដែលចេញគ្មានអ្នកណាម្នាក់ចេញមកជូនដំណើរឡើយចំណែកភ័យស៊ីវដែលធ្លាប់ស្រឡាញ់នាងស្ទើរលេបសូម្បីតែញាក់មើលមុខនាងបន្តិចក៏គ្មានផងឯភ័យលន់ដែលធ្លាប់ចាត់ទុកនាងដោយម្ដាយបង្កើតក៏ពូននៅក្នុងបន្ទប់បិទទ្វារនិងបង្អួចចិត្តឈឹងខ្ញុំឈរនៅមុខទ្វារជូនដំណើរបន្តិចជាលើកចុងក្រោយសម្លឹងមើលស្ត្រីម្នាក់ដែលធ្លាប់ធ្វើឲ្យខ្ញុំស្អប់ចូលឆ្អឹងពេលនេះបែរជាដើរអំក្នុងចុះតែចេញពីទ្វារធំភូមិគ្រីស្ទភ័យម្ដងមួយជំហានមុនពេលទៅនាងបានសម្លឹងមកខ្ញុំដោយគំនុំនាងច្បាស់ជាស្លាប់មិនបានល្អទេខ្ញុំសម្លឹងមើលនាងយ៉ាងស្ងប់ស្ងាត់ក្នុងចិត្តគ្មានអារម្មណ៍រំជើបរំជួលសំបីបន្តិចនាងយកខុសហើយទាំងភ័យលន់ភ័យស៊ីវឬត្រកូលភ័យសម្រាប់ខ្ញុំពួកគេគឺជារឿងអតីតកាលបាត់ទៅហើយជារបស់ដែលមានក៏បានគ្មានក៏បានមានឬគ្មានពួកឯងគឺមិនសំខាន់សម្រាប់ខ្ញុំទេតែអត់មានពួកឯងទើបជារឿងសំខាន់បំផុតសម្រាប់ខ្ញុំប៉ុន្មានថ្ងៃក្រោយមកមានដំណឹងពីក្នុងក្រុងមកថាសឿនចៅបានលុបទឹកបឹងសម្រាប់ខ្លួនហើយនាងត្រាំក្នុងទឹកបឹងដ៏ត្រជាក់ក៏អស់មួយយប់ទើបព្រឹកថ្ងៃបន្ទាប់មានគេប្រទះឃើញភូមិគ្រីស្ទភ័យមិនបានបញ្ជូនអ្នកណាទៅឡើយសឿនចៅសំបីតែខ្លួនឯងក៏យកមិនរួចរឹតតែមិនអាចខ្វល់ពីនរណាខ្ញុំដាក់ពេងតែក្នុងដៃចុះក្នុងចិត្តដកដង្ហើមធំដោយសង្វេគ